បាទបងប្អូនផ្ទុះអាវុធហើយបងប្អូនផ្ទុះអាវុធហើយនៅក្នុងថ្ងៃនេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជារបស់យើងគឺលោកបានប្រកាសហើយកាលពីព្រឹកមិញកាលវេលាម៉ោងអឺជិតម៉ោង12ថ្ងៃទី27កញ្ញា2025ជិតម៉ោង12ថ្ងៃត្រង់បងប្អូនយោធាថៃគឺបានចាប់ផ្ដើមធ្វើការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជាមកលើមូលដ្ឋានកងកម្លាំងកម្ពុជារបស់យើងនៅក្នុងតំបន់អានសេះដោយវាបានប្រើនៅកំភ្លើងត្បាល់និងកំភ្លើងដៃជាច្រើនគ្រាប់លើមូលដ្ឋានកងទ័ពរបស់យើងដែលនៅតំបន់អានសេះផ្ទាល់នេះតែម្ដងតែកងទ័ពរបស់កម្ពុជាយើងគឺគាត់អត់បានតបតទៅវិញទេដោយពួកគាត់អត់ធ្មត់ខ្ពស់គឺគាត់តឹងចិត្តមែនទែនបងប្អូនគឺគាត់គោរពគូការនៅបត់ឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនណាបងប្អូនប៉ុន្តែគាត់មិនមែនថាគាត់មិនចង់ទេបងប្អូនតែតាមពិតគាត់ចង់ណាប៉ុន្តែគាត់គោរពថ្នាក់លើបទបញ្ជាគឺគាត់រងចាំបទបញ្ជាពីថ្នាក់លើសិនដោយសារយើងកំពុងតែមានការប្រជុំផ្សេងទាំងនៅអង្គការសហប្រជាជាតិផងទាំងការប្រជុំពាក់ព័ន្ធផ្សេងផងដើម្បីរកដំណោះស្រាយរួមរវាងកងកម្លាំងប្រដាប់អាវុធទាំងពីររវាងចំនួនព្រំដែននៃប្រទេសទាំងពីរបងប្អូនគឺកងកម្លាំងរបស់កម្ពុជាយើងគឺបានបញ្ជាក់សារជាថ្មីហើយនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តនៅកិច្ចព្រមព្រៀងបទឈប់បាញ់ហើយបដិញ្ញាចិត្តបន្តការចរចាជៀសវាងការប្រើកម្លាំងតែបើចុងក្រោយនៅតែមិនបានផលទៀតជំរឿសចុងក្រោយគឺយើងមានតែតបតទៅវិញហើយបងប្អូនអញ្ចឹងថ្ងៃនេះគឺពិតជាមានការផ្ទុះអាវុធពិតប្រាកដមែននៅក្នុងតំបន់អានសេះហ្នឹងបងប្អូនដែលបង្កឡើងដោយភាគីខាងថៃមុនមកលើប្រទេសមកលើកងទ័ពរបស់យើងណាបងប្អូនគឺលើទៅលើមូលដ្ឋានកងទ័ពរបស់យើងដែលនៅតំបន់អានសេះនោះផ្ទាល់តែម្ដងបងប្អូនអញ្ចឹងទេព័ត៌មានថ្មីទៀតយ៉ាងណានោះគឺយើងនឹងរងចាំតាមដានទាំងអស់គ្នាទៀតហើយយើងក៏មានការប្រជុំកិច្ចប្រជុំផ្សេងពាក់ព័ន្ធនឹងរឿងទាំងអស់នេះដែរអញ្ចឹងទេសង្ឃឹមថាយើងនឹងទទួលបាននៅលទ្ធផលល្អនៅពេលក្រោយព្រោះយើងអត់ចង់មានសង្គ្រាមប្រឈមមុខដាក់គ្នាបែបនេះអូសបន្លាយទៅមុខតទៅទៀតទេបងប្អូនប៉ុន្តែជំរឿសចុងក្រោយបើសិនជាអាចោសៀមវានៅតែទន្ទ្រាននៅតែកក្លឿនបែបនេះទៀតគឺយើងអត់មានអ្វីត្រូវនិយាយច្រើនទេគឺយើងមានតែតបតទៅវិញហើយបងប្អូនប៉ុន្តែជាក់ស្ដែងនៅក្នុងថ្ងៃនេះគឺកងកម្លាំងរបស់យើងគឺលោកអត់ធ្មត់ខ្លាំងមែនទែនគឺលោកគោរពបទបញ្ជាថ្នាក់លើគោរពគោលការណ៍របស់បទឈប់បាញ់ហើយកងកម្លាំងរបស់យើងគឺគាត់អត់ធ្មត់ខ្លាំងណាចិត្តរបស់គាត់គឺគាត់សឹងតែផ្ទុះចេញមកក្រៅទេបងប្អូនប៉ុន្តែគឺលោកគោរពបទបញ្ជាគោរពនៅបទឈប់បាញ់ផ្សេងអញ្ចឹងទេយើងនឹងតាមដានព័ត៌មានទាំងអស់នេះនាពេលខាងមុខទៀតតើវានឹងវិវត្តទៅទីយ៉ាងណាទៀតអញ្ចឹងទេយើងនឹងរងចាំទាំងអស់គ្នាបាទសូមអរគុណ Press release Phnom Penh September 27, 2025 Her Excellency Lieutenant General Mali Sujita Under Secretary of State and Spokeswoman of the Ministry of National Defense of the Kingdom of Cambodia wishes to inform the general public and national and international media outlets that on September 27, 2025, at approximately 11:52 a.m., Thai military forces initiate an attack on Cambodian military position by firing many shots of mortar and small arms at the Cambodian base in Anseh area. As of now, the Cambodian Armed Forces continue to monitor this development with utmost caution and attention and are carefully prepared to defend the territorial integrity. Cambodia Armed Forces reaffirm their commitment to respecting and fully implementing a ceasefire agreement between Cambodia and Thailand, emphasizing the importance of close cooperation at all levels and seeking concrete collaboration aimed at promoting peace and stability between the two countries. Cambodia also calls for a swift return to normalcies and urged Thailand to adhere strictly to respect and implement the ceasefire as well.